នេះបងចាផ្ទះខ្ញុំនិយាយទៅហើយ100%តែអត់ទាន់បានចាក់ដីទេហើយអត់ទាន់បានតអំពូលចូលទេហើយនេះផ្នែកខាងក្រៅទាំងឆាត់ទាំងចណ្ដាលនេះពីខាងក្រៅចាំទៀតខ្ញុំនាំបងទៅមើលខាងក្នុងផ្ទះតោះឥឡូវយើងឡើងទៅមើលលើផ្ទះទាំងអស់គ្នាថាឃើញខាងក្រៅខាងក្នុងមិនដែរនិយាយទៅខាងក្នុងខ្ញុំបានថតពីវីដេអូហើយប៉ុន្តែបងក៏បងខ្លះគាត់អាចមើលមិនច្បាស់ចឹងណាឥឡូវខ្ញុំឲ្យមើលច្បាស់ហ្មងហើយនេះសម្រាប់ពីដានខាងលើទាំងបង្អួចទាំងអានៀបនេះគឺខ្ញុំឲ្យជាងគាត់ខាត់បាញ់ថ្នាំហើយពីដាននេះគឺអត់ទាន់បានដាក់អំពូលទេខ្ញុំអត់ទាន់បានតអំពូលចូលទេមានតែមួយគ្រាប់នេះសម្រាប់បំភ្លឺយប់ឡើងហើយផ្ទះនេះគឺខ្ញុំអត់ទាន់បានឡើងដែរបងខ្ញុំអត់ទាន់បានឡើងទេធ្វើហើយគឺទុកនៅអត់ទាន់បានឡើងទេអត់ទាន់មានធ្វើកម្មវិធីអីឡើងទេហើយនេះខាងផ្នែកបង្អួចនេះបងអាចបណ្ឌិតមើលបាននេះសម្រាប់ផ្នែកតសខាងក្រោមទាំងខាងក្រោមទាំងខាងលើហើយចម្រែកនេះគឺបន្ទប់ខាងក្នុងនេះសម្រាប់បន្ទប់ឥឡូវយើងទៅមើលនៅក្នុងផ្ទះម្ដងចាស្រាប់នេះគឺក្នុងផ្ទះអានៀបទាំងក្នុងទាំងក្រៅគឺខ្ញុំឲ្យជាងគាត់ខាត់បាញ់ថ្នាំហើយខ្ញុំបើកបង្អួចឲ្យភ្លឺដោយសារខ្ញុំអត់ទាន់បានតភ្លើងចូលទេបងវាចាផ្នែកខាងក្នុងយើងទៅវាចាំងពលឺឲ្យមើលឃើញសបងតាមពិតពណ៌ក្រហមទេនេះផ្នែកខាងក្នុងផ្ទះហើយសម្រាប់ទំហំផ្ទះវិញគឺ8 9នេះគឺខ្ញុំគិតតែមកត្រឹមសសរទេហ្នឹងណាបងអត់គិតដល់យើងហក់ទៅខាងមុខទៀតទេបើទាំងហក់ទាំងអីគឺជិត10 ម៉ែត្រណាហើយសម្រាប់កន្លែងហក់នេះគឺខ្ញុំធ្វើពួងអត់ធ្វើត្រង់ទេហើយសម្រាប់ម៉ូតវិញគឺបិទកាឡាហូលតសវិញគឺកាឡាអិតហើយចាប់សុំភ្នែកត្រីបែបនេះហើយនឹងខាងក្រោមខាងលើយល់ទៅផ្ទះនេះគឺហើយ100%តែអត់ទាន់បានទិញអីមកដាក់ទេដោយសារខ្ញុំអត់ទាន់បានឡើងហើយណាមួយភ្លើងក៏អត់ទាន់បានតចូលមកដែរហើយចំណែកខាងក្រៅខាងក្រោមផ្ទះវិញគឺអត់ទាន់បានចាក់ដីចាក់អីទេបងអើយនៅញ៉ៃនៅឡើយទេនេះមើលខ្ញុំមានតែប៉ុណ្្នឹងឯណាសម្រាប់បងចង់សួរពីតម្លៃឬក៏ពីអីផ្សេងទៀតអាចខមមិនសួរទៀតបានអរគុណសម្រាប់ការឆ្លាញ់ចង់មើលមុខផ្ទះរបស់បងប្អូន